ជំរាបសួរហ្វេនចង់បានណែនាំខ្លួនបន្តិចដើម្បីឲ្យបងប្អូនយើងបាទមានភាពស្និទ្ធស្នាលនៅស្គាល់ខ្ញុំកាន់តែច្បាស់ជាងមុនបន្តិចណាបាទខ្ញុំឈ្មោះយិនសូរិយាហើយខ្ញុំជាអ្នកផលិតមាតិកាខ្ញុំជាសាស្ត្រាចារ្យហើយខ្ញុំក៏ជាអ្នកជំនួញសង្គមម្នាក់ដែរបាទខ្ញុំជាអ្នកផលិតមាតិកាហ្នឹងគឺខ្ញុំធ្វើវីដេអូបាទអប់រំហើយខ្ញុំមាន page របស់ខ្ញុំឈ្មោះមេកុង Booking បាទដែលបងប្អូនកំពុងមើលហ្នឹងអានេះជា page របស់ខ្ញុំហើយកុំភ្លេច like និង follow មួយផងហើយខ្ញុំមាន account TikTok មួយដែរឈ្មោះ Don Visit ហើយនឹង YouTube មួយដែរឈ្មោះមេកុងខ្សែវីដេអូរបស់ខ្ញុំពីច្រើនគឺខ្ញុំនិយាយតែរឿងការងាររៀនសូត្រអប់រំអញ្ចឹងណាបាទអញ្ចឹងបងប្អូនចូលចិត្តការងារអប់រំរៀនសូត្រហ្នឹងគឺ follow page របស់ខ្ញុំគឺច្បាស់ល្អហើយត្រូវហើយបាទហ្នឹងបាទហើយខ្ញុំនិយាយរឿងផ្លែអីលេងទីទូចឹងដែរមិនមែនតែអប់រំតែរៀនសូត្រតែមួយមុខទេបាទហ្នឹងហើយនិយាយពីនេះពីនោះពីជីវិតពីគ្រូសាស្ត្រអីចឹងណាបាទប្រភេទចឹងគឺការអប់រំបាទរៀនសូត្រក្នុងនេះអប់រំរៀនសូត្រទាំងអស់បាទហើយខ្ញុំក៏ជាសាស្ត្រាចារ្យមួយរូបបាទហើយខ្ញុំបង្រៀនមុខវិជ្ជាអភិវឌ្ឍសហគមន៍អភិបាលកិច្ចគោលនយោបាយសាធារណៈហើយនឹងទេសចរបរិស្ថានជំនាញខ្ញុំ3មុខបាទបងប្អូនបាទ3មុខហ្នឹងហើយហើយខ្ញុំក៏ជាអ្នកជំនួញសង្គមម្នាក់បាទខ្ញុំជាអ្នករកស៊ីប៉ុន្តែខ្ញុំបែបសង្គមបាទជួយសង្គមបាទខ្ញុំមានបន្ទប់ជួលសម្រាប់និស្សិតតម្លៃធូរថ្លៃថោកទេបាទមករៀនសូត្រនៅភ្នំពេញហ្នឹងបាទអាចមួយដែលត្រូវការបន្ទប់ជួលសាក់នៅអាចមកសាក់នៅកន្លែងគ្រូបានហ្នឹងហើយខ្ញុំមាន website មួយខ្ញុំបង្កើត website មួយដែលក្មួយអាចចូលទៅរៀនធ្វើលំហាត់បាទអត់គិតលុយទេបាទយើងមានលំហាត់ជាង 20000 លំហាត់ website ហ្នឹងណាឈ្មោះមេកុង Science មួយអាចចូលបានពីថ្នាក់ទី7ដល់ទី12មកបាទលំហាត់ច្រើនណាបាទចឹងមួយអាចចូលរៀនបានហើយក្នុងនោះក៏ខ្ញុំលក់បាទសម្ភារៈសិក្សាសម្ភារៈពិសោធន៍សម្រាប់វត្ថុរបស់ខ្ញុំបាទខ្ញុំមានបរិញ្ញាបត្រផ្នែកអប់រំនៅពី IFL ហើយខ្ញុំមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បាទ Master ហ្នឹងផ្នែកបាទទេសចរអវត្តទេសចរហើយខ្ញុំបានបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យ Minnesota ផ្នែកគ្រប់គ្រងធនធានធម្មជាតិបាទនឹងថ្នាក់បណ្ឌិតរបស់ខ្ញុំស្រាវជ្រាវទៅលើទំនាក់ទំនងអន្តរជាតិនៅក្នុងតំបន់ទន្លេមេគង្គបាទអញ្ចឹងណាអញ្ចឹងពេលខ្លះខ្ញុំនិយាយពីរឿងទំនាក់ទំនងអន្តរជាតិហ្នឹងគឺជំនាញរបស់ខ្ញុំដែរបាទអន្តររដ្ឋាភិបាលហើយក្រោយមកខ្ញុំក៏បន្តការសិក្សារបស់ខ្ញុំទៅថ្នាក់ក្រៅបណ្ឌិតបាទគេហៅ Postdoc ហ្នឹងនៅសាកលវិទ្យាល័យ MIT គឺខ្ញុំធ្វើការស្រាវជ្រាវទៅលើការរៀបចំក្រុងនគររូបនីយកម្មបាទណាជាជំនាញរបស់ខ្ញុំមួយដែរបាទហើយក្រៅពីនេះខ្ញុំក៏ជាបាទទីប្រឹក្សាឲ្យ World Bank ធនាគារពិភពលោកបាទធនាគារអភិវឌ្ឍអាស៊ីបាទកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិហើយនិងអង្គការជាតិអន្តរជាតិបាទហើយនឹងខ្ញុំក៏ធ្លាប់ជួយជាទីប្រឹក្សាឲ្យក្រសួងមួយចំនួនដែរបាទអញ្ចឹងណាបើសិនជាម៉ាក់ប៉ាឬក៏បាទfan មានសំណួរឬក៏បាទពាក់ព័ន្ធនឹងការងាររៀនសូត្រតើកូននឹងត្រូវរៀនអីជំរឿនជំនាញអីអាចប្រឹក្សាយោបល់ជាមួយខ្ញុំបានហើយការងារចិញ្ចឹមបីបាច់ថែរក្សាកូនព្រីនបដៅកូនយ៉ាងម៉េចអីហ្នឹងបាទក៏ខ្ញុំអាចប្រឹក្សាជួយយោបល់បានដែរព្រោះខ្ញុំក៏ជាពុកម្នាក់អញ្ចឹងម៉ាក់ប៉ាមានបញ្ហាលំបាកអីអាចឆាត់មកសួរខ្ញុំបានអញ្ចឹងណាបាទហ្នឹងហើយ Telegram របស់ខ្ញុំ012 867 117បាទហើយកុំភ្លេចចូល like និង follow page មេកុង Booking ខ្ញុំមួយផងបាទអរគុណហើយខ្ញុំសូមរាប់អានមួយផងបាទអរគុណច្រើនបាទ